បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទរឿនវីរៈបាទជាភ្នាក់ងារចលនាទ្រព្យបាទប្រចាំក្រុមហ៊ុន EA កម្ពុជាបាទហើយក្រុមហ៊ុន EA កម្ពុជាគឺជាក្រុមហ៊ុនដែលជំនាញឯកទេសទៅលើវិស័យនៅក្នុងប្រទេសកម្ពុជាផងដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទៅកាន់បងប្អូនអតិថិជនទាំងអស់គ្នាបាទទុកជាបទពិសោធន៍បាទនិងជាចំណេះដឹងទាក់ទងជាមួយនឹងបាទវិស័យ condo បាទដោយសារតែខ្ញុំឃើញ condo មកកន្លែងបាទឈ្មោះថា La Vista One ជា condo ដែលទំនើបមួយដែលមានប្លង់បាទអ្នក design architect ហ្នឹងគឺ design ស្អាតមែនតើបាទនៅលើប្លង់ដីទម្រង់ចតុកោណកែងក៏ប៉ុន្តែគាត់ design ធ្វើឲ្យអាគារនោះមិនមានភាពបាំងគ្នាច្រើនទេបាទគឺគ្រប់ unit condo ទាំងអស់បាទគឺមាន view ដែលអាច view ចេញទៅខាងក្រៅបានគ្រប់ unit ទាំងអស់តែម្ដងដោយមិន block view បាទហើយ condo នៅទីនេះគឺមាន2អាគារកម្ពស់រហូតដល់41ជាន់ឯណោះបាទហើយ condo គឺគាត់ធ្វើរាងជាអក្សរ V បាទជារាងអក្សរ V ដែលនៅបន្តគ្នាបាទដែលអាចធ្វើឲ្យអាគារទាំងពីរនេះគឺបាទអាចមើល view ចេញបានទាំងពីរអាគារនឹងតែម្ដងបាទហើយរូបភាពនៃអាគារនេះគឺស្អាតមែនតើមើលទាំង4ទិសគឺមើលឃើញរូបភាពនៃអាគារនឹងផ្សេងគ្នាតែម្ដងបើយើងមើលពីខាងមុខពីទិសខាងកើតទៅគឺមើលឃើញតែមួយអាគារទេបាទឃើញតែមួយអាគារទេប៉ុន្តែបើយើងមើលពីទិសខាងជើងវិញយើងឃើញទម្រង់រាងជាអក្សរ V បញ្ឆិតគ្នាយើងមើលពីទិសខាងលិចវិញគឺយើងមើលឃើញតែកន្ទុយរាងអក្សរ V ទេបាទហើយបើយើងមើលពីទិសខាងត្បូងក៏មើលឃើញអាគារ2បញ្ឆិតគ្នាផងដែរអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំបង្ហាញពីប្លង់បាទអាគារទី1ដែលយើងហៅថាអាគារ A បាទអាគារ A គឺមានរូបរាងបែបនេះបងប្អូនបាទហើយនៅទីនេះគឺគាត់ធ្វើ2អាគាររាងដូចគ្នាទាំងអស់តែម្ដងបាទអាគារ B ក៏រាងអញ្ចឹងដូចគ្នាដែរបាទបងប្អូនសាកសម័យមើលហេតុអីបាន2អាគារហ្នឹងគឺមិនបាំងគ្នាបាទហើយ unit condo គឺគាត់ធ្វើស្អាតមែនតើក្នុងមួយជាន់គឺបាទមានយើងហៅ air garden ដែលអាចឲ្យខ្យល់ចេញចូលនៅក្នុងមួយជាន់បានល្អផងដែរបាទហើយគ្រប់ unit condo ទាំងអាគារ A និងអាគារ B នេះគឺមាន unit ដូចគ្នាសុទ្ធតែម្ដងគឺខុសតែអាគារទេបាទខុសតែអាគារទេបាទទំហំក៏ដូចគ្នាផងដែរបាទអញ្ចឹងល្អខ្លាំងមែនទេបាទហើយចំពោះបាទ layout unit វិញបងប្អូនគឺស្អាតដូចគ្នាផងដែរបាទហើយ unit នេះក្នុងមួយជាន់មានតែ4 unit ទេនៅនឹងកែងនៃអាគារនេះបាទអញ្ចឹងប្រភេទនេះគឺប្រភេទ3បន្ទប់គេង3បន្ទប់ទឹករៀងកោងត្រង់កែងនៃអាគារបាទដែលអាចមើល view បានរហូតដល់បាទ270 ដឺក្រេបាទចំពោះ view នៅខាងនេះគឺ unit នេះគឺមួយណាក៏មើល view ទន្លេបានដូចគ្នាដែរបាទយើងមើល view unit ទី1បាទលេខរៀងទី1គឺ view ទៅខាងទន្លេមេគង្គមើលឃើញទៅបាទបណ្ដោយផ្លូវជាតិ 6A មើលឃើញកោះដាច់និងក្រុងអរិយស័ព្ទបាទចំណែកឯ unit បាទទី2គឺ unit លេខ17បាទដែលអាចមើល view បាទទៅទន្លេមេគង្គដូចគ្នាក្រុងអរិយស័ព្ទទន្លេ4មុខវាំងកោះពេជ្រនិងបាទកោះនរាបាទ unit នេះគឺ view ស្អាតជាងគេបាទបន្តមកទៀត unit មួយនេះគឺ unit លេខ18ដែលអាចមើល view ទៅឃើញមុខវាំងទន្លេសាបទីក្រុងដូចគ្នាហើយនឹងចំពោះ unit នេះគឺ unit ចុងក្រោយបាទក៏មើល view បាទចេញទៅបាទខាងទន្លេសាបនិងផ្លូវជាតិ 6A ដូចគ្នាបាទ unit ទី2នេះប្រភេទ2បន្ទប់គេងបងប្អូនស្តៀងគ្នាជាមួយនឹងប្រភេទ3បន្ទប់គេងដែរបាទទំហំ104ម៉ែត្រការ៉េជាប្រភេទ2បន្ទប់គេង3បន្ទប់ទឹកបាទ unit នេះក៏ស្អាតដែរបងប្អូនគឺនៅចំណុចកោងកែងស្អាតមែនតើហើយក្នុងមួយជាន់មានតែមួយ unit គត់បាទនៅត្រង់កែងនៃចំណុចអាគារតែម្ដងបាទទាំងអាគារ A ទាំងអាគារ B គឺស្ថិតនៅចំណុចនឹងដូចគ្នាផងដែរបាទចំពោះ unit
ទី3បាទគឺប្រភេទហៅ 1+1 unit នេះយើងអាចធ្វើជា2បន្ទប់គេងក៏បានធ្វើជាមួយបន្ទប់គេងក៏បានអ្នកដែលឆ្លាញ់ប្លង់តាទំហំផ្ទះធំបាទកន្លែងបន្ទប់ទទួលភ្ញៀវធំយើងអាចទុក space នេះសម្រាប់ធ្វើបន្ទប់ទទួលភ្ញៀវឬក៏យើងធ្វើជា office ផ្ទាល់ខ្លួនក៏បានដែរ unit នេះបងប្អូនបាទវេរណាធំទូលាយដូចគ្នាមួយជាន់មានតែ3 unit ទេសម្រាប់ប្រភេទនេះបងប្អូនបាទទិសខាងជើងខាងត្បូងបាទគឺមានដូចគ្នាបាទហើយចំណែកនេះវិញ unit នេះគឺបាទក៏ជា unit ពិសេសដែរប្រភេទមួយបន្ទប់គេងបាទមួយបន្ទប់គេងទំហំ75ម៉ែត្រការ៉េក្នុងមួយជាន់មានតែមួយ unit គត់បាទទាំងពីរអាគារទាំងអាគារ A ទាំងអាគារ B គឺមានតែមួយជាន់ដូចគ្នាបងប្អូនទំហំ75ម៉ែត្រការ៉េមានវេរណ្ដាធំទូលាយបងប្អូនប្រភេទនេះគឺ special បាទគឺមានបាទក្នុងបន្ទប់មានបន្ទប់ទឹកមានទ្វារ2ចេញចូលគឺចូលពីបន្ទប់ទទួលភ្ញៀវបាទនឹងចូលមកពីបន្ទប់គេងគឺអាចចូលបន្ទប់ទឹកនឹងបានដូចគ្នាចំណែកឯផ្ទះបាយវិញនៅដាច់ដោយឡែករៀងជាអក្សរ U បាទ unit ពិសេសមួយទៀតក្នុងមួយជាន់បាទមាន2 unit ដូចគ្នាប្រភេទមួយបន្ទប់គេងស្ថិតនៅកែងនៃអាគារបងប្អូនកែងនៃអាគារទំហំ71បាទម៉ែត្រការ៉េបាទជាប្រភេទមួយបន្ទប់គេង2បន្ទប់ទឹក unit នេះក៏ special ដែរបងប្អូនមានវេរណ្ដានៅកែងដូចគ្នារាងកោងដូចគ្នាបាទស្អាតបងប្អូនស្អាត unit នេះគឺស្អាតមួយជាន់មានតែ2 unit ទេប្រភេទមួយបន្ទប់គេងបាទហើយបន្តមកទៀតបាទ unit នេះក៏ស្អាតដូចគ្នាដែរបាទជាប្រភេទ studio បាទ studio នេះបាទរៀង studio កូនកាត់បងប្អូនដោយសារតែទំហំវារាងកែងណាបាទមានបន្ទប់គេងមួយហើយនឹងមានផ្ទះបាយមួយមានបន្ទប់ទទួលភ្ញៀវមួយបាទបន្ទប់ទឹកមួយអញ្ចឹងទៅបងប្អូនស្រឡាញ់គ្រប់ទិសគឺមានទាំងអស់តែម្ដង unit នេះបាទបន្តមកទៀត unit ចុងក្រោយគឺប្រភេទ studio ដូចគ្នាបាទ unit នេះក៏ជា unit ដែលពេញនិយមដូចគ្នាដែរមានគ្រប់ទិសតែម្ដង view មួយណាក៏មានបាទទំហំ 48.99 ម៉ែត្រការ៉េបាទទំហំវែងល្អប្រភេទអ្នកដែលស្រឡាញ់ប្រភេទ studio មកឃើញ condo នេះគឺដឹងតែស្រឡាញ់តែម្ដងដោយសារចូលមកគឺ view fresh ដោយសារ ceiling យើងក៏ខ្ពស់បាទ view ក៏ស្អាតបាទក្នុងបន្ទប់ក៏ស្អាតដូចគ្នាបាទអញ្ចឹងសម្រាប់ layout ប្លង់បន្ទប់ condo នៅទីនេះមានតែប៉ុណ្ណឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងបាទសម្រាប់បងប្អូនបាទលោកស្រីចាប់អារម្មណ៍ condo នៅក្នុងប្រទេសកម្ពុជាក៏អាចសាកសួរព័ត៌មានជាមួយខ្ញុំបានបាទតាមរយៈលេខទូរស័ព្ទជាដើមបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា